ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកឆ្លើយចានៅខមមិនដែលគាត់ចាសំណូមពរឲ្យខ្ញុំចាជួយបង្រៀនចាមើលអាយុចានៅលើខ្សែជីវិតណាចាដើម្បីងាយស្រួលមើលចាសម្រាប់អ្នកដែលរៀនមើលដំបូងចាគឺខ្ញុំយកខ្សែជីវិតដែលមិនជាប់នៅលើខ្សែចាខួរក្បាលបែបនេះស្រួលគូឲ្យមើលហើយចាគឺយើងត្រូវចែកជាពីរមកដើម្បីស្រួលមើលណាចាយើងចែកចាពាក់កណ្ដាលនៃខ្សែជីវិតចាទៅលើនិងពាក់កណ្ដាលនៃខ្សែជីវិតទៅក្រោមចាយើងចង់បោះឲ្យចាក្រឹតល្អគឺយើងបោះជាមួយនឹងម្រាមដៃមេចាពាក់កណ្ដាលនៃម្រាមដៃមេគឺចាពាក់កណ្ដាលនៃខ្សែជីវិតដូចគ្នាណាអាយុនៅលើខ្សែជីវិតនេះចាគឺសំខាន់ណាស់ចាក្នុងការទូទាយបាត់ដៃចាមានចាអ្នកដែលទូទាយចាមួយចំនួនចាគាត់រៀនមកចាតាមក្បួនផ្សេងពីគ្នាចាគាត់ថាអាយុខែរបស់មនុស្សចាគឺយើងមើលទៅដល់ចា80ឆ្នាំចាអ្នកខ្លះទៀតគាត់ពុកដល់100ឆ្នាំអីជាដើមតែថ្ងៃនេះខ្ញុំសូមបកស្រាយថាអាយុខែរបស់មនុស្សបច្ចុប្បន្ននេះគឺត្រឹមតែ75ឆ្នាំតែប៉ុណ្ណោះណាព្រោះថាសាសនាព្រះពុទ្ធកន្លងទៅចា100ឆ្នាំចាអាយុខែរបស់មនុស្សចុះ1ឆ្នាំចាគឺចុះរហូតណាអញ្ចឹងចាឥឡូវនេះប្រហែលចា2500ជាងហើយចាអញ្ចឹងគឺចុះ25ឆ្នាំអញ្ចឹងគឺនៅសល់75ឆ្នាំនឹងឯងអញ្ចឹងអ្នកខ្លះគាត់យកកម្ពីដែលយូរហើយដូនតារសល់ទុកមកអញ្ចឹងគឺត្រូវហើយព្រោះកាលជំនាន់ដូនតាហ្នឹងគឺ100ឆ្នាំអញ្ចឹងលោកកត់100ឆ្នាំអញ្ចឹងទៅអញ្ចឹងយើងក្មេងជំនាន់ក្រោយយកមករៀនយើងថា100ឆ្នាំដែរកាពីខ្លះទៅ80ឆ្នាំអញ្ចឹងទៅហើយយើងយកមករៀនយើងថា80ឆ្នាំដែរអត់ត្រូវទេណាអាយុខែរបស់មនុស្សគឺត្រូវចុះអញ្ចឹងយើងយកមកជប់តម្រងបែបហ្នឹងគឺអត់ត្រូវទេណាចាត្រូវតែគិតទៅតាមអាយុខែរបស់មនុស្សទើបពីត្រឹមត្រូវណាចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកឆ្លើយចាខមមិនដែលគាត់ចាបានសួរនេះណាចាសម្រាប់ខមមិននេះខ្ញុំត្រូវការឆ្លើយរៀងវិញឆ្ងាយបន្តិចហើយចាហើយអ្នកដែលរៀនមើលដំបូងអាចក៏នឹងមិនយល់ដូចគ្នាដែរណាចាអញ្ចឹងតើមើលវីដេអូមុនណាទៅមើលយល់ឥឡូវខ្ញុំគូខ្សែបញ្ជាក់ដើម្បីឲ្យដឹងថាដៃនេះជាដៃតែមួយណាចាមើលអំពីចាខ្សែជីវិតចាម្ខាងវិញម្ខាងខ្លីតើមើលបែបម៉េចចាខ្សែជីវិតម្ខាងវិញម្ខាងខ្លីបែបនេះគឺយើងមើលចាវាមានលក្ខណៈសម្គាល់សម្រាប់ដៃចាទាំងសងខាងរបស់យើងចាកើតមកគឺវាមានការតាក់ទងជាមួយនឹងគ្នាណាចាมันអាចនឹងខុសគ្នាទាំងសងទេគឺមានការពាក់ព័ន្ធគ្នាដោយខ្សែដែលខ្ញុំគូឲ្យមើលអញ្ចឹងណាចាព្រោះថាម៉ូតូមិនជិះកង់មួយចំហៀងបានទេណាតើតែមានកង់ទាំងពីរទៅជិះបានអញ្ចឹងដៃទាំងពីររបស់យើងក៏មានភាពដូចគ្នាដែរណាចាមិនខុសគ្នាទេណាចាឥឡូវខ្ញុំនឹងចាត់ចាអាយុនៅលើខ្សែជីវិតចាសិនចាដើម្បីឲ្យងាយស្រួលមើលណាចាដូចខ្ញុំបញ្ជាក់អញ្ចឹងអាយុខែមនុស្សយើងចាបច្ចុប្បន្ននេះគឺ75ឆ្នាំណាចាយើងគូអស់បំផុតគឺ75ឆ្នាំចាជាងទាំងសងខាងមកចាអញ្ចឹងសម្រាប់អ្នកដែលរៀនដំបូងអាចនឹងពិបាកមើលឲ្យរឿងអាយុនេះពិបាកក្នុងការស្មានព្រោះយើងអត់មានរង្វាស់រង្វិលក្នុងការចាវាស់ឲ្យច្បាស់ទេចាក៏ប៉ុន្តែយើងប្រើលើការស្ទាត់ជំនាញឬក៏បទពិសោធន៍ច្រើនចាយើងអាចនឹងមើលដឹងហើយបើសិនជាមើលមិនយល់អាចទៅមើលវីដេអូដែលខ្ញុំផុសមុននេះចាមុននឹងវីដេអូនេះមួយណាចាគឺខ្ញុំផុសបង្រៀនអំពីការមើលរបៀបមើលនៃខ្សែអាយុនឹងឯងណាចាតឥឡូវយើងពិនិត្យមើលចាដៃខាងឆ្វេងខ្សែជីវិតដាច់ត្រឹមអាយុ45ណាចាឥឡូវយើងមកមើលចាដៃខាងស្ដាំចាឃើញថាដាច់នៅក្នុងអាយុ45ដូចគ្នាណាចាហើយសួរថាមានអីសម្គាល់ចាទៅមើលខ្ញុំនឹងពង្រីកឲ្យមើលណាចាក្នុងចន្លោះពី40ដល់50ពាក់កណ្ដាលគឺចា45ហើយនេះចាមានខ្សែកាត់ធ្លាក់ចុះមួយនឹងឯងចាឥឡូវខ្ញុំបាញ់ព្រួយឲ្យស្រួលមើលណាចាអញ្ចឹងចាគណនាមកអាយុរបស់គាត់គឺដាច់ទាំងសងខាងនៃបាតដៃរបស់គាត់គឺខ្សែជីវិតរបស់គាត់ដាច់ក្នុងអាយុ45ដូចគ្នាហើយខ្ញុំក៏ធ្លាប់បានបង្រៀនឲ្យទៀតចាខ្សែអាយុដែលដាច់ត្រូវជួបរឿងប្រមាណយ៉ាង